នេះជាសញ្ញា6យ៉ាងដែលបង្ហាញថាស្ត្រីគឺកំពុងតែធ្វើពុតជាស្រឡាញ់អ្នកទី1គឺនាងមិនដែលទទួលស្គាល់ថានាងខុសទេអ្នកតែងតែជាបញ្ហានាងតែងតែត្រូវទោះបីវាជាកំហុសរបស់នាងច្បាស់យ៉ាងណាក៏ដោយក៏នាងបន់វាយវាមកដាក់នៅលើអ្នកវិញនេះមិនមែនជាក្តីស្រឡាញ់ទេនេះគឺជាការទម្លាក់កំហុសហើយអ្នកកាន់តែអត់ធ្មត់អ្នកនឹងកាន់តែសង្ស័យនៅលើខ្លួនឯងទី2នាងមិនដែលបញ្យល់រឿងណាមួយអំពីខ្លួននាងទេពេលដែលអ្នកប្រឈមមុខនឹងនាងតែងតែតបមកវិញថាចង់ជឿអីក៏ជឿទៅនេះមិនមែនជាភាពស្មោះត្រង់ទេនេះគឺជាការគេចវេះនរណាម្នាក់ដែលស្រឡាញ់អ្នកនឹងព្យាយាមដោះស្រាយនៅបញ្ហាដោយមិនបានបិទផ្លូវតវ៉ានោះទេទី3នាងមិនដែលសុំទោសទេអារម្មណ៍របស់អ្នកមិនសំខាន់សម្រាប់នាងនោះទេនាងមិនដាក់ការខិតខំប្រឹងប្រែងអ្វីទាំងអស់ចំពោះការកែប្រែអ្វីឡើយក្តីស្រឡាញ់ពិតប្រាកដគឺត្រូវតែហ៊ានទទួលខុសត្រូវបើសិនបើពាក្យខ្ញុំសុំទោសមិនដែលទាំងមាននោះនាងមិនបានលះបង់អ្វីដើម្បីអ្នកនោះទេវាគឺគ្រាន់តែជាការចង់គ្រប់គ្រងអ្នកប៉ុណ្ណោះទី4នាងនឹងចងចាំរឿងរ៉ាវដែលអ្នកបានធ្វើរាល់ការអនុគ្រោះតូចតាចរបស់នាងคล้ายទៅជាបំណុលដែលអ្នកត្រូវតែសងត្រឡប់ទៅវិញក៏ប៉ុន្តែនៅពេលដែលអ្នកផ្ដល់អ្វីទៅឲ្យនាងវាដូចជាមិនត្រូវបាននាងរាប់ចូលទៅក្នុងបញ្ជីនៃការចងចាំនោះទេបើសិនបើអ្វីទាំងអស់មានអារម្មណ៍ដូចជាការដោះដូរគ្នានេះគឺមិនមែនជាក្តីស្រឡាញ់ទេវានឹងនាំមកនៅសម្ពាធទៅវិញទី5នាងប្រើការព្យាបាលដោយស្ងៀមស្ងាត់នាងដឹងថាអ្នកកំពុងតែឈឺចាប់ក៏ប៉ុន្តែនាងមិនបាននិយាយអ្វីទេរហូតដល់អ្នកត្រូវលូនត្រឡប់ទៅរកនាងវិញនេះគឺជាការរៀបចំផ្លូវចិត្តហើយវានឹងបំផ្លាញតម្លៃខ្លួនរបស់អ្នកទី6នាងមិនបានខ្វល់អំពីតម្រូវការរបស់អ្នកទេនាងខ្វល់ខ្វាយតែពីខ្លួនឯងភាពងាយស្រួលរបស់នាងគឺជាពិភពលោករបស់នាងបើសិនបើអ្នកគ្រាន់តែជាគ្រឿងបន្លាស់នាងគឺមិនបានស្រឡាញ់អ្នកទេនាងកំពុងតែប្រើប្រាស់អ្នកដូច្នេះចូលសួរខ្លួនឯងថាតើនាងស្រឡាញ់អ្នកពិតប្រាកដឬក៏នាងគ្រាន់តែកំពុងតែលេងសើចចំពោះអ្នក